hello អ្នកនរអញ្ចឹងខ្ញុំមក review ពី server Megata MC អញ្ចឹងបើសិនបើអ្នកដែលមាន account premium ពេលយើងចូលទៅក្នុង server Megata MC របស់យើងគឺអត់ត្រូវការ login ទេគឺចូលមកវា login successful តែបើសិនបើអ្នកទាំងអស់គ្នាអត់មាន account premium ដើម្បីលេងទេអ្នកនរគ្នាអាចប្រើប្រាស់ contract បានអញ្ចឹងអ្នកនរគ្នាបានឆ្ងល់អញ្ចឹងប្រើប្រាស់ contract គឺគេធ្វើបែបម៉េចអញ្ចឹងខ្ញុំនឹងប្រាប់អ្នកនរគ្នាអូខេអញ្ចឹងពេលអ្នកនរគ្នាបង្កើត contract ដូចចូលមកក្នុង server រួចដំបូងគេឲ្យអ្នកនរគ្នា register អញ្ចឹងអ្នកនរគ្នាមើលតាមខ្ញុំអ្នកនរគ្នាត្រូវ /register ហើយដាក់ password អីក៏បានដែរតាមអ្នកនរគ្នាចង់ដាក់តែសារខ្ញុំ register ហើយអញ្ចឹងខ្ញុំអាចចូលលេងនៅក្នុង server បានប៉ុន្តែបើថាអ្នកនរគ្នាចេញពី server ហើយអ្នកនរគ្នាត្រូវការចូលវិញតែវានឹងឲ្យអ្នកនរគ្នា log in អញ្ចឹងអ្នកនរគ្នាច្បាស់ឆ្ងល់ហើយឲ្យ log in មិនបើយើង register ឲ្យចូលលេងបានហើយអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចចូលក្នុង server ម្ដងទៀតចាំវាបន្តិចពេលចូលមកវាឲ្យអ្នកនរគ្នា log in អញ្ចឹងអ្វីយើងត្រូវធ្វើគឺយើងដាក់ password ដែលពេលយើង register ឡើយពេលខ្ញុំ register ខ្ញុំដាក់ password 012334 Megata អញ្ចឹងទៅយើងអាចចូលលេងក្នុង server បានហើយការរបៀបចូលលេង server Megata MC របស់យើងគឺមានតែប៉ុណ្្នឹងទេបាយបាយអ្នកនរគ្នាហើយបើសិនអ្នកនរគ្នាចង់បានវីដេអូខ្លីៗអ្នកនរគ្នាអាច subscribe YouTube របស់ខ្ញុំអ្នកមួយខ្ញុំនឹងដាក់រូបនៅខាងក្រោមហ្នឹងជួយ subscribe និងមើលវីដេអូ like comment អ្នកមួយមកអរគុណទុកមុន